បាទគោរពជំរាបសួរបងប្អូនប្រិមិត្តរបស់ធានវិទាំងអស់គ្នាបាទករណីខ្លួនចរាចរណ៍បណ្ដាលឲ្យបរិសម្នាក់ហ្នឹងគឺបាក់ជើងហើយនឹងបែកចកាត្រូវបានរថយន្តនៃមន្ទីរពេទ្យបង្អែកពូនតង់បានយកទៅសង្គ្រោះហើយបាទបុកជាមួយនឹងរថយន្តស៊េរីទំនើបដែលពាក់ស្លាកលេខភ្នំពេញបាទ 2BT 52 និង 53 បាទម៉ូតូនោះបាទនេះម៉ូតូនេះឡើងខ្ទេចផ្នែកខាងមុខតែម្ដងហើយព័ត៌មានបឋមថារថយន្តនេះគឺបានបត់បាទឆ្លងផ្លូវត្រូវបានម៉ូតូ ATV ធ្វើដំណើរពីខាងស្ពានចំចៅមកបុកចំផ្នែកនឹងរថយន្តស៊េរីទំនើបបាទ Zip បណ្ដាលឲ្យពីខាងម៉ូតូហ្នឹងគឺរងរបួសត្រូវបានបញ្ជូនទៅពេទ្យផងដែរបាទនេះម៉ូតូរបស់គាត់គឺម៉ូតូ ATV បាទកម្លាំង160ហើយចំណែកឯស្នាមដែលបាក់កញ្ចក់នៃរថយន្តបាទហើយម៉ូតូ ATV ហ្នឹងគឺបើកបរដោយបរិសម្នាក់បណ្ដាលឲ្យរងរបួសដែលម៉ូតូ ATV បាទកម្លាំង160គឺពាក់ស្លាកលេខភ្នំពេញបាទ 1LX 29 25បាទ29 25ដែលគាត់ធ្វើដំណើរពីខាងស្ពានអាកាសបាទចំចៅឆ្ពោះទៅខាងសុកសេនជូរីបាទគាត់ត្រូវបានបុកជាមួយនឹងរថយន្តស៊េរីទំនើបបាទ Zip មួយគ្រឿងបណ្ដាលឲ្យពីខាងម៉ូតូបាទរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបន្តឥឡូវនេះឃើញថាសមត្ថកិច្ចលោកបានមកដល់ចំណុចទីតាំងកន្លែងកាត់ហេតុនេះហើយដែលបងប្អូនជីវរដ្ឋតែគាត់ថារថយន្តនេះគឺគាត់ធ្វើដំណើរពីខាងស្ពានអាកាសចំចៅមកហើយក៏បានឆ្លងផ្លូវបាទបត់ឆ្លងផ្លូវត្រូវបានម៉ូតូធ្វើដំណើរមកត្រង់នោះគឺបុកបណ្ដាលឲ្យពីខាងម៉ូតូបាក់ជើងត្រូវបានបញ្ជូនទៅពេទ្យផងដែរជុំវិញករណីខាងលើនេះសមត្ថកិច្ចលោកបានមកដល់ហើយបាទកំពុងតែបកគលទៅឲ្យខាងជំនាញចរាចរណ៍ដែលរថយន្តស៊េរីទំនើបបាទ Zip ពាក់ស្លាកលេខភ្នំពេញ 2BT 52 និង 53បាទរងរបួសទៅពេទ្យបាក់ជើងហើយនឹងឆ្កានោះបែកបាទលោកត្រូវបានរថយន្តនៃមន្ទីរពេទ្យបង្អែកខណ្ឌពោធិ៍សែនជ័យបាទយកគាត់ទៅសង្គ្រោះបន្តហើយជុំវិញពាក់ព័ន្ធនឹងករណីខាងលើនេះឡើងបុកចំទ្វារបាទខាងមុខចំខាងឆ្វេងបណ្ដាលឲ្យម៉ូតូ ATV បាទគឺឡើងខ្ទេចតែម្ដងនេះបាទរួញផ្នែកខាងមុខចំណែកឯកង់បាទធំមែនតើទ្វារកញ្ចក់ចំហៀងហ្នឹងគឺបាក់លពូម្ចាស់ម៉ូតូរងរបួសធ្ងន់ទេលពូខ្ញុំមកអត់ទាន់ដែរអត់ដឹងដែរអញ្ចឹងណោះបាទឥឡូវគឺសមត្ថកិច្ចមូលដ្ឋានបាទលោកបានចុះមកដល់ហើយចំណុចទីតាំងនេះគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីបាទច្រកចូលច្រកចេញបាទប្រលានយន្តហោះបាទនៅកន្លែងច្រកអសរ A បាទច្រកចេញពីប្រលានមកវិញណាដែលស្ថិតនៅក្នុងទឹកដីសង្កាត់កកាប់ទី1បាទខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតែម្ដងដោយហេតុការណ៍ខាងលើនេះគឺរងចាំជំនាញចរាចរណ៍លោកមកបោះវែងបើសិនជាភាគីសងខាងអត់ត្រូវចរចាអត់ត្រូវគ្នាបាទហើយចំណែកឯអ្នកបើកបរនេះគឺជាជនជាតិចិនហើយចំណែកម៉ូតូខាងលើនេះបើកបរដោយបរិសម្នាក់បាទដែលគាត់ធ្វើដំណើរមកបុកចំនឹងរថយន្ត Zip បាទស៊េរីទំនើបបណ្ដាលឲ្យរងការខូចខាតម្ចាស់ម៉ូតូរងរបួសទៅពេទ្យដែលចំណែកឯផ្លាកលេខនៃម៉ូតូបាទ ATV ដែលពាក់ស្លាកលេខភ្នំពេញបាទ 1LX 29 25តិចតែម្ដងបាទផ្នែកខាងមុខហើយចំណែកឯមនុស្សហ្នឹងត្រូវបានបញ្ជូនទៅពេទ្យហើយបាទជុំវិញនឹងករណីខាងលើនេះបាទច្រកចេញអសរ A បាទច្រកចេញពីពលានមកក្នុងទឹកដីសង្កាត់កាប់ទី1បាទខណ្ឌពោធិ៍សែនជ័យបាទរាជធានីភ្នំពេញតែម្ដងអរគុណបាទប្រិមិត្តសម្បត្តិចប់ការផ្សាយជំនេះរាល់ពីពេជ្រទៅលុះខ្វះខាតដល់ការណាមួយក៏សូមកាន់តែជាស្រ័យដល់ប្រិមិត្តផងមកចឹងទេសូមអរគុណសូមអរគុណលាតែទៅនេះផងដែរ